ជាបឋមខ្ញុំកាលណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះគុណព្រះមេគុណខេត្តព្រៃវែងជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំព្រះគុណព្រះចៅអធិការព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈអាយដាមលោកជំទាវអស់លោកស្រីសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារចុះជួយខេត្តព្រៃវែងអាយដាមក្រុមប្រឹក្សាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងអាយដាមលោកជំទាវលោកស្រីលោកយាយលោកតាមានលោកមីងបងប្អូនជនរួមជាតិទាំងអស់ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចូលរួមក្នុងពិធីនេះជាទីមេត្រីថ្ងៃនេះខ្ញុំកាលណាខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាអតិបរមាដោយបានចូលរួមក្នុងកម្មវិធីសម្ពោធនៅសាលាបាលីសាលាបុណ្យកត់និងសមិទ្ធផលនានានៅក្នុងវត្តព្រះអង្គពុនស្ថិតនៅក្នុងភូមិត្រោះឃុំជ័យកំពតស្រុកប្រស្នាច់នៃខេត្តព្រៃវែងតាមការអញ្ជើញរបស់ដៃគុណព្រះចៅអធិការក៏ដូចជារដ្ឋបាលខេត្តស្រុកខេត្តដែលបានរួមគ្នារៀបចំកម្មវិធីនេះហើយក៏បានអញ្ជើញខ្ញុំគណៈខ្ញុំដើម្បីចូលរួមក្នុងកម្មវិធីនេះខ្ញុំគណៈខ្ញុំនៅក្នុងអាណត្តិទី7នេះគឺមិនមែនជាសមាជិករដ្ឋាភិបាលទេបានផ្ទេរឲ្យអ្នកបន្តវេនដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលដោយដែលយើងបានដឹងទាំងអស់គ្នាហើយដូច្នេះសប្តាហ៍ថ្ងៃជាឧត្តមប្រឹក្សាព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជាហើយក៏ជាក្រុមការងារប្រធានក្រុមការងារនៅខេត្តព្រៃវែងដែរខាងកិច្ចការគណៈបកប៉ុន្តែកិច្ចការរដ្ឋគឺខ្ញុំគណៈខ្ញុំមិននៅក្នុងនោះទៀតទេដោយសារថាយើងមិនមែនជាសមាជិករដ្ឋាភិបាលប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏នៅតែបន្តដើម្បីជួយគ្នាទៅវិញទៅមករវាងក្រុមការងារទាំងពីរនេះក្រុមការងារគណៈបកនិងក្រុមការងាររាជរដ្ឋាភិបាលហើយភ្ជាប់ជាមួយនោះដោយសារមានទូនីតិជាអ្នកតំណាងរាស្ត្រមិនបានចូលឈ្មោះនៅខេត្តព្រៃវែងក៏ពិតមែនចូលឈ្មោះនៅខេត្តបាត់ដំបងជាអ្នកតំណាងរាស្ត្រនៅខេត្តរំដងតាមការបែងចែកប៉ុន្តែពេលដែលជាប់ឈ្មោះជាតំណាងរាស្ត្រហើយតំណាងរាស្ត្រនោះមិនបម្រើការងារតែក្នុងមណ្ឌលដែលខ្លួនចូលឈ្មោះទេគឺបម្រើការងារបានក្នុងក្របខ័ណ្ឌទូទាំងប្រទេសគឺជាតំណាងរាស្ត្រនៃប្រជាជាតិកម្ពុជាថ្ងៃនេះខ្ញុំគណៈខ្ញុំពិតជាសប្បាយរីករាយហើយសូមស្វាគមន៍ចំពោះវត្តមានរបស់ព្រះគុណគ្រប់ព្រះអង្គស្វាគមន៍ចំពោះអាយដាមលោកជំទាវលោកស្រីថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ថ្នាក់ ហ
ក៏ដូចជាស្វាគមន៍ចំពោះយាយលោកតាលោកមានលោកមីងបងប្អូនជនរួមជាតិពុទ្ធបរិស័ទដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកម្មវិធីនេះធ្វើឲ្យកម្មវិធីរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាមួយនេះខ្ញុំគណៈខ្ញុំក៏សូមថ្លែងនៅការកោតសរសើរការអរគុណចំពោះអាដាមហ៊ីប៉ាវីនិងក្រុមការងាររបស់គាត់ដែលបានចុះជួយស្រុកប្រស្នាច់ហើយដែលបានគាំទ្រនិងចូលរួមក្នុងការកសាងក៏ដូចជាដោះស្រាយនៅសេចក្តីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកប្រស្នាច់បានជាបន្តជាការរួមចំណែកទៅដល់រដ្ឋបាលមូលដ្ឋានរួមចំណែកដល់រដ្ឋបាលស្រុករដ្ឋបាលខេត្តហើយក៏ដូចជារួមចំណែកដល់រាជរដ្ឋាភិបាលនេះគឺជាការចូលរួមដែលមានតម្លៃมันអាចនឹងកាត់ថ្លៃបានពីព្រោះបើសិនណាជាយើងរងចាំរដ្ឋាភិបាលទាំងស្រុងការពិតរដ្ឋាភិបាលខិតខំប្រឹងប្រែងតាំងពីអាណត្តិមុនមករហូតមកដល់បច្ចុប្បន្ននេះបានខិតខំប្រឹងប្រែងដើម្បីនឹងដោះស្រាយបញ្ហានានាដែលជាកង្វល់របស់ប្រជាពលរដ្ឋប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេចាំបាច់ត្រូវមានការគ្រប់គ្រងនិងការចូលរួមពីតួអង្គផ្សេងទៀតទោះបីនៅក្នុងមូលដ្ឋានក្តីនៅក្របខ័ណ្ឌរដ្ឋបាលនៅនឹងកន្លែងរដ្ឋបាលខេត្តក៏ដូចជារាជរដ្ឋាភិបាលនេះវាមានសារៈសំខាន់ណាស់ឧទាហរណ៍ដូចជាវិស័យពុទ្ធសាសនាដែលក្រមរដ្ឋធម្មនុញ្ញឆ្នាំ1993ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលយើងបានរួមគ្នាជួយជ្រោមជ្រែងដើម្បីនឹងស្ដារនិងអភិវឌ្ឍនៅវិស័យនៅវិស័យពុទ្ធសាសនានេះឲ្យមានការរីកចម្រើនយ៉ាងច្រើនហើយយ៉ាងលឿនថែមទៀតផងដែលមកទល់ពេលនេះមានប្រសង់រហូតទៅដល់70000អង្គ71144អង្គទាំងពុទ្ធសាសនាថេរវាទគឺមហាគណៈមហានិកាយនិងគណៈធម្មយុត្តកនិកាយមហានិកាយមាន4874វត្តឯធម្មយុត្តមាន272អង្គ2វត្ត272វត្តដែលសរុបប្រសង់មាន71174អង្គច្រើនជាងសម័យណាទាំងអស់ដូច្នេះហើយបានជាចង់និយាយថាឈរលើមូលដ្ឋាននេះដែលយើងអាចសន្និដ្ឋានបានថាប្រជាពលរដ្ឋខ្មែរយើង
ច្រើនលើសលប់ច្រើនលើសលប់អាចនិយាយដល់ថា 90% ឬជាង 90% ជាអ្នកដែលប្រកាន់នៅមនោគមពុទ្ធសាសនាមនោគមវិជ្ជាពុទ្ធសាសនាគោរពបូជាពុទ្ធសាសនាហើយទោះបីថារបបប្រល័យពូជសាសន៍បានបំផ្លិចបំផ្លាញដល់ឫសគល់ក៏ក្រោមការយល់ក្រោមដំបូលរដ្ឋធម្មនុញ្ញដែលបានចែងច្បាស់អំពីបញ្ហានេះហើយក្រោមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលតាំងពីសម័យអតីតរដ្ឋកម្ពុជារហូតមកទល់មែនតើរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាក៏មានចែងដែរខុសគ្នាចំណុចមួយនេះចង់ថាបើខ្ញុំមិនច្រឡំខ្ញុំណាមិនច្រឡំថាការរដ្ឋកម្ពុជាមិនបានចែងជាពុទ្ធសាសនាជាសាសនារបស់រដ្ឋទេប៉ុន្តែគឺគ្រប់គ្រងឲ្យមានជំនឿតាមការជ្រើសរើសរបស់ប្រជាពលរដ្ឋសាសនាអីក៏បានប៉ុន្តែដល់រដ្ឋធម្មនុញ្ញឆ្នាំ93យើងបានចែងច្បាស់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែយើងក៏មិនបានបិទសិទ្ធិសេរីភាពដល់សាសនាដទៃទេមានសាសនាអ៊ីស្លាមមានគ្រឹះសាសនាជាដើមឡើយក៏បាននឹងកំពុងរស់រានព្រមគ្នានៅក្នុងប្រជាជាតិកម្ពុជាយើងដែរព្រោះការបែងចែកវាគ្រោះថ្នាក់សម្រាប់ស្ថិរភាពនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងព្រោះសង្គ្រាមដែលកើតឡើងកន្លងទៅគឺថាដោយសារសាសនាហ្នឹងក៏មិនស្ទើរដែរទេសង្គ្រាមសាសនានិកាយមួយឆ្លោះជាមួយនិកាយមួយមនោគមវិជ្ជាមួយឆ្លោះជាមួយមនោគមវិជ្ជាសាសនាមួយអញ្ចឹងមិនមែនត្រឹមតែពាក្យសម្ដីទេរហូតដល់ការបង្ហូរឈាមហើយឈានទៅសង្គ្រាមក៏មានដែរនេះប៉ុន្តែសម្រាប់យើងវិញករណីនឹងអត់មានកើតឡើងទេនេះជាមោទនភាពរបស់យើងដោយសារថាការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិតាំងពីអតីតរដ្ឋកម្ពុជារហូតដល់ប្រជាជាតិចក្រទី2នេះហើយគណៈបកប្រជាជនជាគណៈបកដែលនាំមុខក្នុងរឿងនេះនេះជាការពិតជាសច្ចធម៌ក្រោយពីយើងរំដោះប្រជាពលរដ្ឋឲ្យផុតពីរបបប្រល័យពូជសាសន៍យើងបានយកចិត្តទុកដាក់បញ្ហានេះជាសំខាន់ហើយចឹងទេយើងមានមោទនភាពដែលនេះចាត់ទុកថាវាមួយយ៉ាងគឺទ្រព្យសម្បត្តិរបស់យើងធនធានរបស់យើងជាហេដ្ឋារចនាសម្ព័ន្ធមួយយ៉ាងហើយជាធនធានមួយយ៉ាងហើយប៉ុន្តែធនធានចំណេះដឹងរបស់ព្រះសង្ឃយើងក៏មានការអភិវឌ្ឍរីកចម្រើនការគោរពវិន័យពុទ្ធសាសនាមានព្រះសង្ឃខ្លះក៏បានប្រព្រឹត្តចាកពីវិន័យធម៌ពុទ្ធប៉ុន្តែតិចតួចហើយដែលគណៈដឹកនាំព្រះសង្ឃរបស់យើងក៏កំពុងតែយកចិត្តទុកដាក់ប៉ុន្តែភាគច្រើនលើសលប់បានខិតខំប្រឹងប្រែងតួយ៉ាងដូចជាវត្តនេះពេលចូលមិញព្រះអង្គបច្ចាអធិការបានផ្ដល់ព័ត៌មានថាបានបដិបដាលប្រមាណអង្គបដិបដាលនៅក្នុងសាលាបាលីនេះ60អង្គនឹងជាការរួមចំណែកមួយចុះបើមួយវត្ត50 60ដល់ប្រមាណវត្ត4000វត្តជាងនោះបានប្រមាណទៅមានវត្តខ្លះបានច្រើនជាងនឹងទៀតអានឹងបដិបដាលហើយក្រៅពីនេះគឺថាការសិក្សារៀនសូត្រហើយនឹងការដែលព្រះអង្គបានសម្ដែងនៅធម៌ទេសនានានាដែលមានចរិតជាការអប់រំជាការដាស់តឿនក្រៅរំលឹក
នោះចាត់ទុកថាជាការរួមចំណែកកសាងសង្គមកម្ពុជារបស់យើងឲ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមជាមួយគ្នាហើយក៏ជាការរួមចំណែកក្នុងការពង្រឹងថាសុខសន្តិភាពស្ថិរភាពនៅប្រជាជាតិកម្ពុជាផងដែរយើងមានសន្តិភាពតាមរយៈចុងក្រោយនយោបាយឆ្នះដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបានដឹកនាំនឹងមានការគ្រប់គ្រងនិងការចូលរួមពីមន្ត្រីរាជការថ្នាក់ដឹកនាំក៏ដូចប្រជាពលរដ្ឋចឹងហើយធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជារបស់យើងត្រូវបានបញ្ចប់ទឹកដីរបស់យើងទំហំទាំងអស់គ្មានការបែងចែកគ្មានតំបន់អបគមឬក៏ស្វ័យយ័តនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅក្រៅច្បាប់នោះទេនេះជាមោទនភាពធំណាស់ហើយដែលប្រវត្តិសាស្ត្រយើងកម្រដែលបានជួបដែលយើងមានកាតព្វកិច្ចទាំងអស់គ្នាដើម្បីនឹងការពារនៅសុខសន្តិភាពនេះការពារនៅការឯកភាពទឹកដីក្នុងបូរណភាពដែលមានស្រាប់របស់យើងនេះឲ្យបានគង់វង្សដោយមិនអនុញ្ញាតឲ្យអ្នកណាបែងចែកទឹកដីនេះទៅជាតំបន់អបគមតំបន់ស្វ័យយ័តស្អីណាអត់ទេច្បាស់ណាស់ព្រោះបើធ្វើដូច្នោះកម្ពុជានឹងបែកបាក់ប្រវត្តិសាស្ត្រយើងក៏ដឹងទាំងអស់គ្នាហើយថាទឹកដីយើងវាធំណាស់មាននៅកណ្ដាលផងមាននៅខាងក្រោមផងមាននៅខាងលើផងឥឡូវនៅសល់កណ្ដាលខាងលើក៏បាត់ទៅខាងក្រោមក៏បាត់ទៅធ្វើម៉េចអាកណ្ដាលដែលនៅសល់ប្រមាណហ្នឹងកុំឲ្យវាបាត់ហើយកតាមិនឲ្យបាត់ធ្វើម៉េចវាមានតែរូបរួមសាមគ្គីគ្នាកណ្ដាលហ្នឹងធំប្រវត្តិសាស្ត្របានបង្ហាញជើងមកអញ្ចឹងតែបែកបាក់ហើយគ្មានកម្លាំងទេអត់មានកម្លាំងទេសាមគ្គីគ្នាគឺមានកម្លាំងដើម្បីការពារទឹកដីរបស់យើងការពារបូរណភាពអធិបតេយ្យភាពការពារលើកតម្កើងនៅកិត្តិយសស្ដីថ្លៃថ្នូរក៏ដូចជាការអភិវឌ្ឍនិងការកសាងព្រោះថាបើអត់មានសន្តិភាពទេយើងមិនដឹងថាអភិវឌ្ឍរបៀបម៉េចបាញ់មិញហ្នឹងគឺអាដាមសួនសមាលីនអភិបាលនៃគណៈបាលខេត្តបានគូបញ្ជាក់ហើយផ្លូវភ្លើងទឹកមនុស្សបច្ចេកវិទ្យាបាទផ្លូវភ្លើងទឹកមនុស្សបច្ចេកវិទ្យានេះគឺជាកិច្ចការចម្បងយើងនិយាយសាមញ្ញអញ្ចឹងជាគោលដៅដែលយើងត្រូវសម្រេចឲ្យបានបាទក្នុងអាណត្តិទី7នេះនឹងបន្តទៅអាណត្តិក្រោយៗទៀតធ្វើម៉េចដោះស្រាយទឹកឲ្យបានល្អប្រសើរទឹកនឹងទឹកអីទឹកបង្កបង្កើនផលដោយស្របនេះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃសម្អាតខ្លួនចម្អិនអាហារទឹកសម្រាប់ហូបឥឡូវនេះប្រទេសឥឡូវមែនតើគឺទឹកថ្លៃជាងប្រេង
មិនមែនប្រេងសាំងនឹងថ្លៃជាងទឹកទេហើយបាញ់នៅឆ្ងាយនេះនៅសិង្ហបុរីនឹងជាឧទាហរណ៍ទឹកថ្លៃណាស់1លីត្រឡើង$4ប្រេងតែ$3ជិត$3វាថ្លៃណាស់ទៅហើយថ្លៃណាស់ទៅហើយប៉ុន្តែទឹក1លីត្រ$4ចាំមកពីដើមគេឮព័ត៌មានថាបារាំងប្រទេសបារាំងហ្នឹងគាត់ដឹកទឹកយកទៅដូរសាំងហើយយើងមិនចង់ជឿដែរពីមុនមកដូរនៅណាដូរនៅមជ្ឈមបូព៌ាព្រោះពូម្ដុំនោះមជ្ឈមបូព៌ានោះវាអត់មានទឹកទេមានតែទឹកសមុទ្រទឹកប្រៃតែទឹកសាបវាខ្វះអញ្ចឹងទៅដឹកទឹកផឹកដឹកទឹកអីហ្នឹងយកទៅពីបារាំងឬក៏ប្រទេសណាផ្សេងទៀតយកទៅដូរត្រឡប់មកវិញនៅសាំងប្រេងសាំងប្រេងបសុទ្ធអីចឹងទៅពីព្រោះនៅខាងប្រទេសមួយចំនួនវាអត់មានប្រភពប្រេងសាំងប្រេងបសុទ្ធនោះហើយស្រុកគាត់មកឈឹមបូព៌ាហ្នឹងគឺថាជាសបោហ្នឹងតែក៏អត់សបោទឹកមកនេះមិនមែនថាអត់មានទឹកសាបសុទ្ធទេមានតែមិនគ្រប់ទេហើយអញ្ចឹងនេះគេយកទឹកប្រៃហ្នឹងយកទៅច្រោះដើម្បីធ្វើទឹកសាបហើយថ្លៃណាស់ដើម្បីបានទឹកសាបថ្លៃមែនទេអានេះគាត់ថាគេធ្វើសម្រាប់ករណីដោះទាល់មកយកម្ដងយាមមកពេលនឹងមកគ្រាណាដែលមានបញ្ហាតែឲ្យថាប្រើរហូតសម្រាប់ជីវភាពទូទៅមួយព្រោះវាថ្លៃតម្រាំចម្រាញ់បានទឹកទៅប្រើប្រេងអស់ប្រមាណទៅប្រើអគ្គិសនីអស់ប្រមាណអីប្រមាណហូរធាអញ្ចឹងសរុបទៅវា1លីត្រចង់$10-20ឧទាហរណ៍អញ្ចឹងដូច្នេះវាថ្លៃចង់មិនដឹងប្រមាណទេប៉ុន្តែមិនមែនថោកទេបើថាផលិតទឹកសាបទឹកប្រៃមកទឹកសាបនោះវាថោកត្រឹមកន្លះ$អីប្រហែលគេមិនខ្វល់ទេប៉ុន្តែមិនមែនអញ្ចឹងទេថ្លៃដែរចាំមិនថាអានឹងគឺជាសេចក្តីត្រូវការចាំបាច់ទី1ដែលយើងខានមិនបានទឹកនឹងឯងទឹកហើយមិញគឺមកខេត្តគាត់បានបញ្ជាក់ដែរថាទឹកយើងដោះស្រាយគ្រប់គ្រាន់ខ្ញុំឯកភាពផងមិនឯកភាពផងចង់និយាយថាសម្រាប់ដីវិសាលភាពដែលយើងប្រកបការផលបាននៅច្រើនណាស់នៅព្រៃវែងនោះប៉ុន្តែវាអត់ទឹកគ្រប់គ្រាន់តែកន្លែងដែលធ្លាប់ធ្វើស្រែប្រាំងយើងធ្វើបានហើយមានទឹកគ្រប់គ្រាន់នឹងខ្ញុំឯកភាពទៅនឹងប៉ុន្តែសម្រាប់ថាពួកកន្លែងផ្សេងកន្លែងណាក៏ធ្វើបានដែរឲ្យតែមានទឹកពួកដីស្រែយើងនឹងវាមានផលប្រយោជន៍ដែរគឺថាដូចថាវាអំណោយផលសម្បើមណាស់យើងឃើញអញ្ចឹងមែនតែមានទឹកមកដាក់ស្រូវទៅខៀវល្ងិតបានផលច្រើនទៀតហើយឥឡូវហ្នឹងយើងលេងសិតត្រាក់ទ័រមិនព្យួរអង្គលនោះអូទាញដល់គោក្របីពីមុនឯណាលេងសិតតែម៉ាស៊ីនដែរគាត់ថាម៉ាស៊ីនដល់ទូទាត់យូរទៅចង់បែបមិនស្រួលដែរពីព្រោះថាត្រូវជួលគេម៉ាស៊ីនអស់ប្រហែលពេលដែលព្យួរដាស់ដីនឹងហោដល់ពេលដែលត្រូវច្រូតបោកបែនដឹកជញ្ជូនចុះឡើងទៅជួលគេទាំងអស់ដល់សរុបទៅវាថ្លៃបើយើងធ្វើពីមុនមកបានតិចប៉ុន្តែបានប្រមាណនៅប៉ុណ្ណឹងព្រោះយើងអត់គិតកម្លាំងពលកម្មយើងទេណាមកផ្ទះមានប៉ុណ្ណានាំគ្នាធ្វើទាំងអស់តែបានមកថាបាន1តោនឬ2តោននៅនឹងស្រូវយើងហើយយើងផាត់ចោលកម្លាំងពលកម្មរបស់យើងតែឥឡូវនេះមានតែម្នាក់ក៏មានដែរមិនក៏ធ្វើបានដែរមិនច្រើនទៀតទេក្រុមគ្រួសារមួយចង់5ហិកតាក៏បាន10ហិកតាក៏បានឲ្យតែមានលុយជួលគេបើធ្វើម៉េចឥឡូវយើងការវិវត្តវាដល់ហ្នឹងហើយព្រោះទៀតមិនមែនស្ទូងនៅពីមុនទៀតពីមុនទៅព្រោះណាបានស្រូវដេញស្រុកយើងនេះខេត្តព្រៃវែងនេះអាចមានតំបន់មួយចំនួនប៉ុន្តែភាគច្រើន90%សិតតែស្ទូងទាំងអស់បើឥឡូវ90%សិតតែព្រោះទាំងអស់វាផ្ទុយគ្នាស្រឡះអញ្ចឹងតែវាត្រូវចំណាយទុន
អានឹងធ្វើមកស្ថានភាពវាអញ្ចឹងវាផ្លាស់ប្ដូរយើងចង់ឲ្យកសិកម្មវាទំនើបវាតើមានម៉ាស៊ីនមានជីមានបច្ចេកវិទ្យាអីគ្រប់គ្រាន់បានស្រូវនឹងវាទទួលបានផលអញ្ចឹងវាទៅចំណាយអញ្ចឹងការដោះស្រាយបញ្ហាទឹកនេះគឺជាសេចក្តីត្រូវការពង្រីកថែមទៀតបាទទៅពង្រីកថែមទៀតខិតខំថែមទៀតឲ្យទឹកសម្បូរហូរហៀទៅគឺប្រជាជនយើងលោកអាសាណាខ្ញុំសង្កេតមើលគឺថាដើរធ្វើដំណើរទៅកាលណាកន្លែងណាមានទឹកនឹងគឺខៀវហ្មងខៀវដោយស្រូវខៀវដោយដំណាំបន្លែបកាអីទាំងអស់អញ្ចឹងហ្មងមិនគាត់ខ្ជិលទេគាត់អាសាប៉ុន្តែបណ្ដាតែអត់មានទឹកវាខ្វះទឹកអញ្ចឹងហើយដីនឹងវានៅហុយអញ្ចឹងទៅវាគោកអញ្ចឹងទៅវាក្រៀមក្រោះអញ្ចឹងទៅហើយកន្លែងណាមានទឹកគាត់មានបន្លែមានបកាមានស្រូវមានត្រីមានអីណាហូរហែអញ្ចឹងទៅជីវភាពរបស់គាត់វាឡើងតាមហ្នឹងដែរបាទឡើងតាមហ្នឹងដែរគាត់បានហូបចុកគ្រប់គ្រាន់អីចឹងទៅកម្លាំងកម្លាំងរបស់គាត់សាច់ឈាមរបស់គាត់ក៏ឡើងអញ្ចឹងទៅអាហ្នឹងទី1ទី2រឿងភ្លើងហ្នឹងក៏សំខាន់ដែលរដ្ឋាភិបាលយើងខិតខំប្រឹងប្រែងតាំងពីអាណត្តិមុនមករហូតមកឥឡូវនេះក៏នៅតែបន្តទៀតមិនទាន់គ្រប់ទេហ្នឹងហើយមិនទាន់គ្រប់ទេដូចជាប្រមាណខ្ញុំមិនច្បាស់ទេតែខ្ញុំនិយាយទៅវាខុសប្រហែលជាប្រមាណជាង 3000 មេហ្គាវ៉ាត់បាទដែលយើងមានហើយព្រៃវែងនេះពីមុនមកមានប្រមាណខ្ញុំមិនដឹងទេប៉ុន្តែចុងក្រោយនេះខ្ញុំបានជួយអន្តរាគមន៍ដើម្បីធ្វើអីដែលអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យមានចំនួន200 មេហ្គាវ៉ាត់200 មេហ្គាវ៉ាត់នៅស្វែងតោ80 មេហ្គាវ៉ាត់ហ្នឹងហើយនៅម្ដុំខាងកើតនៅលឿងនេះ120 មេហ្គាវ៉ាត់អញ្ចឹងទាំងអស់200 មេហ្គាវ៉ាត់អាក្រោយហ្នឹងប៉ុន្តែមិនទាន់ដំណើរការទេនៅស្វែងតោចិត្តដំណើរការហើយអញ្ចឹងបើបានទាំងអស់ហ្នឹង200 មេហ្គាវ៉ាត់ខេត្តព្រៃវែងយើងភ្លើងហ្នឹងវាចែកពេញជនបទបាទអញ្ចឹងគាត់ប្រើមិនត្រឹមគោះយើងប្រើភ្លើងមិនមែនត្រឹមតែប្រើពន្លឺពេលយប់បន្តិចតួចហូបបាយអីចឹងទេមែនទេណោះសម្ដៅទៅប្រើកុំព្យូទ័រណាព្រោះឥឡូវក្មួយកូនសិស្សហ្នឹងទៅដាក់ពាក្យសុំធ្វើការណាគេថាចេះកុំព្យូទ័រអត់ណាបើថាអត់ចេះទេណូគេអត់ទទួលយកទេអាហ្នឹងចុះបើចង់ឲ្យក្មេងៗនឹងរៀនកុំព្យូទ័របានចេះទាំងអស់គ្នាតែការពិតវាត្រូវមានកុំព្យូទ័រត្រូវមានអ្នកបង្រៀនប៉ុន្តែបើអត់ភ្លើងតែមានកុំព្យូទ័រមានគ្រូតើធ្វើម៉េចវាអត់ទៅអត់រួចដែរអញ្ចឹងបានថាភ្លើងវាសំខាន់តែយើងនេះហើយក៏មិនមែនសម្រាប់តែបំភ្លឺផ្ទះសម្បែងពេលយប់ប្រលប់អីហ្នឹងទេគឺសម្រាប់បំរើហៅថាសេវាផ្សេងទៀតឬក៏កិច្ចការផ្សេងទៀតដែលយើងត្រូវការបើជាសិប្បកម្មតូចតាចប្រចាំគ្រួសារក្តីឬមួយក៏ជាកសិឧស្សាហកម្មការកែច្នៃឧទាហរណ៍អញ្ចឹងច្រើនរឿងណាគេយកមកប្រើអញ្ចឹងបានយើងជំរុញរឿងហ្នឹងច្រើនប្រមាណជាង 3000 មេហ្គាវ៉ាត់នៅទូទាំងប្រទេសហ្នឹងមិនទាន់គ្រាន់ទេអត់ទាន់គ្រប់ទេដែលរដ្ឋាភិបាលពងខិតខំប្រឹងប្រែងតនទៀតបាទព្រោះកាលណាសេដ្ឋកិច្ចវាកាន់តែរីកចម្រើនទៅអាភ្លើងហ្នឹងក៏ត្រូវការច្រើនដែរកាន់តែច្រើនដែរកាន់ច្រើនដែរ
ប្រភពដែលធ្វើបាក់ធ្វើភ្លើងនេះឥឡូវពីមុនមកតាំងពីអាប្រេងនេះប្រេងមានអាប្រេងខ្មៅនេះអាប្រេងម៉ាស៊ុតនេះប៉ុន្តែគេថាហ្នឹងខូចបរិស្ថានឥឡូវប្រទេសមួយចំនួនដែលពីមុនគាត់ប្រឆាំងអានឹងខ្លាំងណាស់ប៉ុន្តែដល់ឲ្យសង្គ្រាមនៅអ៊ុយក្រែនសង្គ្រាមនៅអ៊ុយក្រែនហ្នឹងអាប្រេងហ្នឹងវាខ្វះដោយសារអីដោយសារថាប្រទេសរុស្ស៊ីវាសម្បូរប្រេងហើយអ៊ុយក្រែនហ្នឹងក៏សម្បូរគួរសមដែរដល់ឆ្លោះគ្នានៅកន្លែងនោះថែមទាំងឆ្លោះគ្នានៅកន្លែងគេហៅថាមជ្ឈិមបូព៌ានេះពួកម្ដុំដែលមានសម្បូរប្រេងមិញនេះតែចង់និយាយអញ្ចឹងពួកអារ៉ាប៊ីសាអូឌីតក៏អត់ឆ្លោះគ្នាទេពួកណែសាអូឌីអារ៉ាប់យ៉ាអត់ឆ្លោះគ្នាទេប៉ុន្តែដោយនៅប្រទេសមួយចំនួនទៀតហើយជាពិសេសនៅអ៊ីស្រាអែលម្ដុំហ្នឹងជុំវិញហ្នឹងសិតប្រទេសប្រេងដូច្នេះវាឡើងថ្លៃអាប្រេងហ្នឹងទៅដល់អញ្ចឹងគេងាកមករកមធ្យោបាយផ្សេងទៀតខ្លះដុតធ្យូងថ្មខ្លះទៅក៏ទូងថ្មក៏បកឋានដែររួចហើយវាខ្មៅយើងទៅធ្វើឲ្យបកឋានព្រោះឥឡូវហ្នឹងគឺវាបញ្ហាយើងវាជាប្រទេសអភិវឌ្ឍតែជាងគេមែនប៉ុន្តែវាអត់មានព្រំដែនទេខ្យល់មេឃវាអត់មានព្រំដែនខ្យល់វាអត់មានព្រំដែនវាហោះវាហើរពេញតែមេឃវាមិនដែលសុំច្បាប់ហោះពីថៃមកខ្មែរពីខ្មែរទៅថៃណាមកដល់អញ្ចឹងទៅគេហៅថាគុណភាពខ្យល់គុណភាពខ្យល់វាតកតងសំខាន់ណាស់ដល់សុខភាពរបស់យើងព្រោះយើងដកដង្ហើមចេញចូលយើងអញ្ចឹងយើងមើលស្រាលមិនបានទេអានឹងបើប្រទេសជិតខាងគេលេងប្រើអាធ្យូងថ្មឬមើលដុតអាដេញប្រេងខ្មៅពេញទឹកពេញដីមកនឹងវាក៏ជាឥទ្ធិពលដល់ខ្មែរយើងដែរប៉ុន្តែខ្ញុំនិយាយមិញ200មេហ្គាវ៉ាត់ដែលខ្ញុំជួយអន្តរាគមន៍មកតាំងពីសម័យអាដាមស៊ុយសែមនៅអរគុណគាត់ដែរហើយមកទីនរិនហើយនឹងអាដាមកែរតនៈសតថ្ងៃគាត់បង្កលក្ខណៈឲ្យ200មេហ្គាវ៉ាត់បាទ200សម្រាប់ព្រៃវែងបានធ្វើ81ហើយនៅជិតស្វែងតោហើយជិតហើយនឹងមួយទៀតនៅម្ដុំនឹងកើតលឿងនេះនឹងគេចាប់ដើមនៅទេប៉ុន្តែបានអស់ហើយបានគោលការណ៍អស់ហើយអានឹងគឺសម្រាប់យកពន្លឺព្រះអាទិត្យទេដល់ពន្លឺព្រះអាទិត្យអានឹងគេហៅធម្មពលស្អាតវាអត់មានបញ្ចេញអានេះផ្សែងពុលផ្សែងអីទេពុលចឹងភ្លើងវាសំខាន់អញ្ចឹងបើថាជាគោលដៅជាកិច្ចការដែលយើងត្រូវធ្វើតទៅហើយពាក់ព័ន្ធផ្ទាល់នឹងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងផ្លូវហ្នឹងគឺដែលហៅថាផ្លូវមួយម៉ាត់គឺទាំងអស់ប៉ុន្តែសម្រាប់យើងនេះយើងយល់តែប៉ុណ្ណេះទៅបានថាផ្លូវនៅលើដីព្រោះផ្លូវវាមាននៅលើអាកាសក៏មានដែរយន្តហោះអត់ផ្លូវដែរតាលើដីហ្នឹងវាមានផ្លូវគោកហើយមានផ្លូវទឹកលើដីដែរប៉ុន្តែគេហៅផ្លូវទឹកជូនតាមផ្លូវទឹកចំណេញច្រើនជាងដឹកជញ្ជូនតាមផ្លូវគោកដោយសារអីទឹកវាអត់ចេះរីករាលទេមិនចឹងកាលណាមានទឹកមកបើកកាណូតទៅទោះបីថាវាលោកឬមួយក៏វាយ៉ាងម៉េចក៏ដោយក៏ទឹកនឹងវានៅតែទឹកដដែលទេកាណូតទៅបាត់ទៅទឹកនឹងវានៅដដែលទេប៉ុន្តែមិនមែនដូចផ្លូវទេផ្លូវតែបើកទៅដឹកធ្ងន់បន្តិចទៅខូចអស់ហើយផ្លូវហ្នឹងចាំមកគេនិយមថាមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹកគេចូលចិត្តដែរហើយមិននិយាយណាឆ្ងាយទេវៀតណាមនៅជនបទរបស់គាត់ដែលគាត់ជីកបន្លាយហ្នឹងគាត់ប្រើបានច្រើនយ៉ាងយកទឹកនឹងប្រកបកើនផលស្រោចស្រពបន្លែបកាអីដំណាំដាំដុះអីសពសារពើចិញ្ចឹមទៀតបន្ទាប់មកគាត់ដឹកជញ្ជូនអាកូនទូកតូចនឹងដឹកជញ្ជូនទូកតូចមួយគឺថាជូនអីឡានកុងតឺន័រមួយបាទដឹកហើយវាអត់មានខូចទេណាអត់ខូចទេផ្លូវហ្នឹងនៅដដែលនៅតែបន្លាយដដែលហ្នឹងគាត់ថាខំគោកទៅគេបូមទឹកឬក៏ប្រឡែងទឹកពីលើមកឲ្យថែមឲ្យ
ពេញមកវាតដែលអាហ្នឹងវាចំណេញអញ្ចឹងហើយយើងក៏ខំដែរចឹងបានរដ្ឋាភិបាលយើងអាណត្តិចុងអាណត្តិទី6សម្ដេចអគ្គមហាសេនាធិបតីចូលលោកសម្រេចពីរឿងជែកជីកព្រែកថាព្រែកជីកពូណន់ដៃជោពីខេត្តកណ្ដាលទៅខេត្តកពតកែបដែលមានប្រមាណជាង80គីឡូនេះបាទដែលនេះនៅតែជាគម្រោងអន្តរភាពដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងនោះដើម្បីដោះស្រាយផ្លូវដឹកជញ្ជូនក្រៅពីផ្លូវដឹកជញ្ជូនតាមទឹកដែលយើងវាងមកចូលពីវៀតណាមទៅលឿងនេះហើយនឹងផ្លូវដែកមានផ្លូវដែកផ្លូវគោកផ្លូវលេខ4ក៏ដូចជាផ្លូវលបឿនលឿនពីភ្នំពេញកំពង់សោមហើយផ្លូវកំពង់សោមកពតមកតកែវចូលមកភ្នំពេញអញ្ចឹងវាមានផ្លូវដឹកជញ្ជូនច្រើនតែក្រៅពីនឹងផ្លូវនៅជនបទក៏ជាផ្លូវសំខាន់មិនអាចខ្វះបានទេដែលយើងខិតខំសពថ្ងៃហើយរដ្ឋាភិបាលសឹងថាមិននិយាយច្បាស់ទេប៉ុន្តែចង់សឹងថានាំគ្នាឈប់ធ្វើដីក្រហមទៅគ្រូក្រហមទៅព្រោះគ្រូក្រហមហ្នឹងអាយុបាន5-6 ខែខូចអស់ហើយបាទប៉ុន្តែចាក់បេតុងវាថ្លៃតិចមែនប៉ុន្តែបានប្រហែលវានៅប៉ុណ្ណឹងយើងអត់ទាន់និយាយអញ្ចឹងច្បាស់ទេប៉ុន្តែធ្វើជាក់ស្ដែងហ្នឹងគឺថារបៀបក្នុងន័យអញ្ចឹងក្នុងន័យអាហ្នឹងមិនមែនទៅធ្វើបេតុងទៅធ្វើម្ដងជាប់30-40 ឆ្នាំទៅហ្មងហើយនេះខ្ញុំសប្បាយចិត្តដែរផ្លូវនេះមិញមកចូលមកចុងអាណត្តិខ្ញុំមកបើកកាឋានតំណាងឲ្យសម្ដេចតេជោបើកកាឋានផ្លូវចូលទៅច្រកចក្រីណាឥឡូវដូចថាដូចហួសសាលាស្រុកហើយហួសសាលាស្រុកជិតដល់ហើយពីសាលាស្រុកទៅចក្រីដូចជាប្រហែល20គីឡូប្រហែល20គីឡូទេបាទពីសាលាស្រុកទៅចក្រីហ្នឹងប្រហែល20គីឡូ14ហ្នឹងបាទតកតងរឿងផ្លូវហ្នឹងវាមានសារៈសំខាន់អញ្ចឹងគឺគោលដៅយើងតាំងពីអាណត្តិមុនមកអាណត្តិនេះហើយក៏អាណត្តិក្រោយនឹងបន្តបានន័យថាធ្វើផ្លូវឲ្យដល់ភូមិប្រជាជនទាំងអស់អានេះជាគោលដៅរបស់យើងមិនភ្លេចទេគឺថាកម្រិតផ្លូវវាមានផ្លូវគេហៅផ្លូវលបឿនលឿនដែលរដ្ឋាភិបាលគ្រោងធ្វើពីភ្នំពេញទៅប្រវត្តិភ្នំពេញអាហ្នឹងផ្លូវលបឿនលឿនផ្លូវថ្មីមួយទៀតអាហ្នឹងកម្រិតទី1ឯងកម្រិតទី2ផ្លូវមួយទៀតគេហៅគ្រាន់ផ្លូវកម្រិតខ្ពស់ទេផ្លូវកម្រិតខ្ពស់ហ្នឹងយ៉ាងម៉េចផ្លូវលបឿនលឿនវាខុសគ្នាហ្មងអាផ្លូវលបឿនលឿនគេមិនអោយស្អីឆ្លងកាត់ទេបាទបើកទៅគឺទៅយ៉ាងហ្មងអត់មានស្អីឆ្លងកាត់ទេបើប្រទេសគេដែលមានសត្វច្រើនយើងក៏មានសត្វច្រើនដែរប៉ុន្តែគាត់ថាវាវាលភាគច្រើនគេធ្វើដាក់សំណាញ់ទៀតកន្លែងណាសត្វឆ្លងកាត់គេដាក់សំណាញ់ឬមួយគេធ្វើស្ពានទៅដើម្បីឲ្យសត្វហ្នឹងវាឆ្លងលើស្ពាននោះកុំឲ្យឆ្លងលើផ្លូវអានឹងកម្រិតផ្លូវលបឿនលឿនហើយអត់មានផ្ទះនៅចិត្តជាប់មាត់ផ្លូវនោះញ៉ៃកើតទេអានឹងផ្លូវលបឿនលឿនឥឡូវយើងមានមួយហើយគឺនៅកំពង់សោមភ្នំពេញទី2ផ្លូវកម្រិតទី2ចំណុចទី2ផ្លូវគេហៅថាផ្លូវកម្រិតខ្ពស់ដែរ highway គេហៅ highway នោះផ្លូវនោះមាន2គីឡូដូចគ្នាទៅនឹងមកប៉ុន្តែអាចឆ្លងកាត់បានទេអាចឆ្លងកាត់បានហើយជាក់ស្ដែងផ្លូវភ្នំពេញបាត់ដំបងផ្លូវជាលេខ5ហើយផ្លូវភ្នំពេញស្គុនពងចាមទៅពងធំនេះអាហ្នឹងជាផ្លូវដែលគេហៅថាលបឿនផ្លូវណែកម្រិតខ្ពស់ highway គេនោះដល់ផ្លូវទី3ផ្លូវនេះផ្លូវជាតិលេខចូលមកដែលមានមួយទៅមួយមកនេះតែអត់មានខណ្ឌកដាលទេហើយបានមកកម្រិតទី4កម្រិតចូលតាមភូមិយើងនឹងហើយ
អានឹងដូចជាទំហំ5 ម៉ែត្រឃើញទេ5 ម៉ែត្រជាគ្នាបាន5 ម៉ែត្រវាអាចថាកម្រិតទី6គេធ្វើតូចជាងនឹងគាត់តែមកទៅព្រោះមានផ្លូវនៅស្រុកខ្លះក្នុងយើងក៏មានដែរគេឲ្យផ្លូវគេហៅថាផ្លូវមកទុះហ្នឹងហើយដែលភាសាបរទេសគេហៅថា one way អត់ឲ្យទៅចេះទេបើតែឯងទៅអញ្ចឹងគឺទៅអញ្ចឹងដល់អាមកអញ្ចឹងអត់ឲ្យទៅច្រាស់គ្នាទេអានឹងវាបជាគ្រោះថ្នាក់ផងបជាចរាចរណ៍ផងប៉ុន្តែយើងធ្វើបានតិចតួចទេមិនទាន់បានច្រើនទេបើស្រុកគេមួយចំនួនទេមិនមែនទាំងអស់ទេធ្វើបានល្អចឹងមកផ្លូវហ្នឹងក៏ជាសំខាន់ណាស់ពីព្រោះថាបើមានផ្លូវមានក្តីសង្ឃឹមនឹងសម្ដេចតេជោក៏មានប្រសាសន៍ពេលដែលបើកការដ្ឋានស្ដារផ្លូវជាតិលេខ1នៅនឹងអតីតកំពង់ចម្លងអ្នកលឿងមានផ្លូវមានក្តីសង្ឃឹមតែអត់ផ្លូវពិបាកណាស់ពីនេះចូលមកដល់វត្តហ្នឹងតែប្រហែលគីឡូទេប៉ុន្តែបើផ្លូវហ្នឹងមកវាមិនរួចគឺវាលំបាកមកបានដែរដើរឬមួយក៏ជិះកង់តែការដឹកជញ្ជូននេះអត់បានទេអញ្ចឹងវាជួយច្រើនអញ្ចឹងបើយើងយកអត្ថភាពផ្លូវទឹកផ្លូវអាកាសផ្លូវគោកផ្លូវដែកផ្លូវលបឿនលឿនផ្លូវអីណាហែទាំងអស់ហ្នឹងផ្លូវយើងនៅតែជាចាត់ទុកថានៅតែជាភារកិច្ចជាយុទ្ធសាស្ត្ររបស់យើងទាំងអស់គ្នាពិសេសរដ្ឋាភិបាលដើម្បីអភិវឌ្ឍផ្លូវនឹងផ្លូវភ្លើងទឹកមនុស្សស្អីមនុស្សគឺយើងទាំងអស់គ្នាហ្នឹងហើយគឺការបណ្ដុះបណ្ដាលធនធានមនុស្សចឹងហើយបានយើងជំរុញវិស័យអប់រំនឹងថ្នាក់ដឹកនាំយើងបានការគ្រប់គ្រងវិស័យប្រជាជនមួយផ្នែកបាទគ្រប់ថ្នាក់ដល់យើងគ្រប់ថ្នាក់ដើម្បីមកជួយកសាងសាលារៀនរដ្ឋាភិបាលយើងមានគម្រោងដើម្បីនឹងចំណាយថវិកាលើការសាងសង់សាលារៀនលើកទឹកចិត្តឲ្យមានការបញ្ជូនអាហារូបករណ៍តាមរយៈនេះរយៈនោះរដ្ឋាភិបាលផងមិនមែនរដ្ឋាភិបាលផងឬក៏ឯកជនក្រុមគ្រួសារដែលគេមានលទ្ធភាពគេបញ្ជូនទៅរៀននៅខាងក្រៅផងអីផងនឹងវាសិតទៅនៅក្នុងគេហៅថានៅក្នុងក្របខ័ណ្ឌគោលនយោបាយដែលរដ្ឋាភិបាលយើងលើកទឹកចិត្តទន្ទឹមនឹងការកសាងសាលាមិនមែនតែកសាងសាលាទេឲ្យផ្ដល់អាហារូបករណ៍ផងអាហារូបករណ៍ក្នុងស្រុកអាហារូបករណ៍ក្រៅស្រុកអ្នកដែលមានលទ្ធភាពគេបង់ទៅអ្នកដែលមានលទ្ធភាពមកចូលមហាវិទ្យាល័យចូលសាកលវិទ្យាល័យអីទៅអាហ្នឹងទៅបង់លុយច្រើនតិចហើយយើងរៀបចំប្រព័ន្ធអប់រំរបស់យើងឡើងវិញនេះតាំងពីមត្តេយ្យបាទមុនមត្តេយ្យនោះក៏មានដែរហើយមកមត្តេយ្យឲ្យបឋមសិក្សាមធ្យមសិក្សាហើយទៅឧត្តមសិក្សាដែលយើងមានទាំងអស់នេះហើយដែលធនធានដែលយើងត្រូវការមិនទាន់គ្រប់ទេនៅតែមិនទាន់គ្រប់ដោយសារថាសេចក្តីត្រូវការយើងវាច្រើនត្រូវការយើងច្រើនម្សិលមិញម៉ោង2រសៀលម៉ោង12ថ្ងៃត្រង់ម៉ោង12ថ្ងៃត្រង់ម៉ោងនៅថៃម៉ោងយើងនៅដូចគ្នាទេមានរញ្ជួយផែនដីមួយនៅស្រុកថៃដល់កម្រិតគេហៅ7ចុចដំបូងដូច 7.7 ក្រោយមកដូច 7.9 កម្រិតណាកម្រិតអាទំនេះវាណារញ្ជួយនឹងវាខ្លាំងបានន័យថា 7.9 នោះវាខ្លាំងណាស់ហើយបាទហើយមានអគារមួយនោះគេកំពុងសាងសង់ខ្ពស់ដែរប្រហែលយ៉ាងតិចក៏5 ដល់ 10 ជាន់ដែរតាមមើលវាបាក់ស្រុបដូចអានេះឆ្នាំណា2001ឯណៃវ៉ាន់ឯនៅអាមេរិកនេះឆ្នាំ2011អាមេរិកហ៎2011ណៃវ៉ាន់ដូចគ្នាបានន័យថាអាគារមួយហ្នឹង
ទឹមសាងសង់មិនតន់រឹងមាំវាបាក់ស្រុបមកចឹងមកហើយក៏អត់តន់ដឹងខ្ញុំកែព័ត៌មានខ្ញុំវាមិនបានមើលពីចន្លោះពីល្ងាច3មកតើមានស្លាប់ប្រមាណអ្នកប៉ុន្តែកម្មករ40 50នាក់នៅក្នុងអត់តន់ដឹងព្រោះវាបាក់ស្រុបមកវាបានន័យថាមនុស្សវាកប់នៅក្នុងអស់មានខ្មែរនៅក្នុងដែរតែមានម្នាក់ដូចបាក់ជើងប៉ុន្តែប្រមាណអ្នកទៀតក៏យើងអត់ទាន់ដឹងហើយខាងទូតនោះកំពុងធ្វើការហើយយើងក៏ខ្វះកម្មករដែរមែនតើទៅប៉ុន្តែថាបងប្អូនក៏ទៅពីមុនមកបើលើកន្លែងខ្លះគេខ្វះយើងខ្វះកម្មករបាទហើយធនធានពួកយើងទៅពីនេះទៅយើងអត់បានធ្វើអីទេអត់បានធ្វើអីធំដុំទេសុំទោសហ្នឹងហើយធ្វើតែកម្មករធ្វើស្អីចឹងដោយសារអីដោយសារការបដិបដាលធនធានមនុស្សរបស់យើងពេលនោះវាមិនទាន់ដល់កម្រិតអញ្ចឹងគាត់ទៅរកការងារនៅក្រៅបានចំណូលយើងមែនប៉ុន្តែក្នុងកម្រិតជាកម្មករជួយបេះផ្លែឈើកម្មករសំណង់កម្មករអីចឹងរោងចក្រអីណាហូហែប៉ុណ្ណឹងហើយដល់ប្រជាជនថៃគេទៅធ្វើកម្មករដែរប៉ុន្តែកម្មករជំនាញនៅប្រទេសផ្សេងបានប្រាក់ខែច្រើនជាងណាឧទាហរណ៍ទៅកូរ៉េឧទាហរណ៍ចឹងដល់កូរ៉េគាត់ទៅរកការងារធ្វើនៅប្រទេសណាមួយដែលបានចំណូលច្រើនជាងកូរ៉េទៀតអានេះវាទៅចឹងយើងមិនដឹងថាមានឥទ្ធិពលដល់ស្រុកខ្មែរយើងអត់ទេជួយដីនឹងប៉ុន្តែតាមឮថាអាចមានប៉ះពាល់ប៉ុន្តែមិនជាធ្ងន់ធ្ងរទេមិនធ្ងន់ធ្ងរទេតិចតួចបាទចឹងធនធានមនុស្សនេះសំខាន់ណាស់ដែលយើងត្រូវគិតដែរមិញចង់និយាយមិញហ្នឹងរឿងភ្លើងយើងមានភ្លើងនៅតាមជនបទឯដាក់កុំព្យូទ័រនៅតាមសាលារៀនដាក់អីតាំងពីបឋមសិក្សាទៅក្មេងចេះណាក្មេងចេះពេលចូលចិត្តរៀនហើយបច្ចេកវិទ្យាណាអានោះក៏សំខាន់ដែរនឹងជាគោលការណ៍ដែលអាណត្តិទី5របស់រដ្ឋាភិបាលយើងនឹងបានដាក់ចេញផ្លូវភ្លើងទឹកមនុស្សបច្ចេកវិទ្យាជាការពិតព្រោះការអភិវឌ្ឍលឿនណាស់នៅលើសកលលោកបច្ចេកវិទ្យាវាលឿនតលមែនតើអញ្ចឹងយើងតលរត់តាមគេដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសយើងនឹងដោយយើងមានសមត្ថភាពខាងបច្ចេកវិទ្យាចឹងហើយទៅរៀនតាំងពីកុំព្យូទ័រទៅរៀនស្អីណាផ្ដល់ជំនាញអីទាំងអស់ទៅអានេះគឺជាចំណុចដែលយើងយកចិត្តទុកដាក់ថាកិច្ចការសំខាន់ដែលវាពាក់ព័ន្ធផ្ទាល់ផងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចឹងហើយគឺខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណចំពោះការចូលរួមទាំងអស់ក្នុងការអភិវឌ្ឍនៅបញ្ហាទាំងអស់នេះហើយជាមួយនេះប្រសង់បើនិយាយពីធនធានមនុស្សវត្តអារាមហ្នឹងក៏ជួយបណ្ដុះបណ្ដាលបានច្រើនដែរពង្រៀនបល័យផងឬមួយក៏ពង្រៀនភាសាអក្សរអត់ប្រកាន់ទេពីដើមវត្តភាគច្រើនគឺរៀនដែរទៅមានបឋមសិក្សានៅក្នុងវត្តខ្ញុំក៏នៅក្នុងវត្ត3ឆ្នាំដើម្បីរៀនអក្សរដែរប៉ុន្តែមានសាលាបាលីលោករៀនបាលីយ៉ាងទៅប៉ុន្តែលោកក៏រៀនអក្សររៀនអីចំណេះវិជ្ជាទូទៅចំណេះដឹងទូទៅផងដែរដូចគ្នាអញ្ចឹងកន្លែងវត្តហ្នឹងក៏ជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សដែលកន្លងទៅយើងបានធ្វើជាច្រើនជាមួយនេះកិច្ចការដែលយើងរួមគ្នាដើម្បីបន្តទៅទៀតហើយដែលមានការពាក់ព័ន្ធផ្ទាល់ទៅដល់មូលដ្ឋានរបស់យើងដល់ប្រជាពលរដ្ឋរបស់យើងគឺការអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពអានោះសំខាន់ណាស់កន្លែងណាឲ្យអនុវត្តបានគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានច្រើនគឺល្អកាលនោះ
ហើយមិនមែនតែប្រជាពលរដ្ឋទេលោកអនុវត្តទាំងអស់គ្នារដ្ឋបាលខេត្តរដ្ឋបាលស្រុកឃុំហើយអ្នកដឹកនាំភូមិនិងការគ្រប់គ្រងនិងចូលរួមពីប្រជាពលរដ្ឋឧទាហរណ៍ថាតកតងនឹងការកសាងសន្តិសុខនៅក្នុងភូមិរបស់យើងការប៉ុន្តែយើងត្រូវពឹងផ្អែកទៅលើរដ្ឋបាលឃុំពឹងផ្អែកទៅលើប៉ុស្តិ៍នគរបាលរដ្ឋបាលនៅឃុំយើងប៉ុន្តែកម្លាំងមិនគ្រប់គ្រាន់ទេកម្លាំងមិនគ្រប់គ្រាន់ទេត្រូវមានការចូលរួមនិងគ្រប់គ្រងពីប្រជាពលរដ្ឋចឹងមកកន្លងទៅយើងបង្កើតឲ្យមានប្រជាការពារប្រជាការពារមិនមែនជាមន្ត្រីក្របខ័ណ្ឌទេមិនមែនជាបលិសមិនមែនជាកងរាជហត្ថអាវុធហត្ថឬក៏មិនមែនជាមន្ត្រីរាជការដែរគឺជាប្រជាពលរដ្ឋស្ម័គ្រចិត្តដើម្បីចូលរួមក្នុងការការពារសន្តិសុខសុវត្ថិភាពនៅតាមភូមិរបស់ខ្លួនដែលឥឡូវនេះតាមដឹងគឺក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាលក្រសួងមហាផ្ទៃជាសេនាធិការរាជរដ្ឋាភិបាលកំពុងតែគិតថាតើរកវិធីយ៉ាងម៉េចដើម្បីនឹងដោះស្រាយបញ្ហានេះចង់និយាយថាម៉េចចង់និយាយថាឲ្យមានកម្លាំងប្រជាការពារហើយកម្លាំងប្រជាការពារនោះគាត់អាចទទួលបាននៅគេហៅថាផលប្រយោជន៍ក៏សឹងតែថាបានដែរប៉ុន្តែគាត់ថាចង់និយាយអញ្ចឹងចង់និយាយថាឧបមាថាបើគាត់មកយាមគាត់អត់បានធ្វើការទេណាឯកជនរបស់គាត់នោះអញ្ចឹងរកអីដើម្បីជួយគាត់ប៉ុណ្ណឹងមិនមែនជាប្រាក់ខែមិនមែនអីនោះទេដែលរដ្ឋាភិបាលកំពុងតែពិចារណារឿងហ្នឹងដែលកន្លងទៅនេះអរគុណដែរចំពោះក្រុមការងារទាំងក្រុមការងារគណៈបកប្រជាជនកម្ពុជាក្រុមការងាររដ្ឋាភិបាលហ្នឹងក្នុងលំនាំដើម្បីជួយពង្រឹងសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានរបស់យើងនេះគឺបានរួមគ្នាជួយបាទដូចថាកាត់ឯកសណ្ឋានអីចឹងទៅមួយផ្លេឬពីរកាផ្លេអីចឹងទៅឬមួយជួយបង្ហាត់បង្រៀនជំនាញខ្លះដើម្បីការពារសន្តិសុខនឹងឧទាហរណ៍ចឹងអានឹងគឺចឹងហើយអានេះមិនមែនជារឿងចម្លែកសម្រាប់តែស្រុកយើងទេស្រុកណាក៏មានដែរអញ្ចឹងយើងនឹងសិក្សាប្រហែលជាក្រសួងមហាផ្ទៃនឹងសិក្សាអំពីជំរើសនានាសមស្របដើម្បីនឹងដោះស្រាយដល់កម្លាំងប្រជាការពារបាទប៉ុស្តិ៍នគរបាលរដ្ឋបាលអាហ្នឹងជាមន្ត្រីក្របខ័ណ្ឌឧទាហរណ៍នៅតាមរោងចក្រសហគ្រាសនៅតាមក្រុមហ៊ុននានាគេបង្កើតឲ្យមានគេហៅថាសន្តិសុខឯកជននៅតាមបុរីនានាហ្នឹងនឹងសមត្ថភាពរបស់គេដែរតែប៉ុណ្ណឹងមិនមែនជានគរបាលយុទ្ធធម៌បាននេះគាត់អត់មានសិទ្ធិចាប់ចងទេតែមានសិទ្ធិផ្ដល់គ្រប់គ្រងសភាពការនិងផ្ដល់របាយការណ៍កាលណាមានករណីចម្លែកណាមួយកើតឡើងឧទាហរណ៍នៅក្នុងបុរីរបស់គាត់មាន100ផ្ទះតែមានផ្ទះ2 3លាក់គ្រឿងញៀនអាហ្នឹងគាត់រាយការណ៍ទៅសមាជិកនគរបាលដែលនៅក្បែរនោះអាហ្នឹងអញ្ចឹងនេះដូចគ្នាអញ្ចឹងដែរជាការពារគាត់មិនមានសិទ្ធិដើម្បីនឹងទៅចាប់ទៅចងខ្លួនឯងទេក៏ប៉ុន្តែគាត់ផ្ដល់ព័ត៌មានថាមានមនុស្សចម្លែកមកស្រុកយើងនឹងហើយដើរមកដើម្បីហៅថាឃោសនារកពលករទៅធ្វើការប៉ុន្តែមែនតើពួកដែលមកគេហៅថាពួកជួញដូរមនុស្សគេមកគេលួងយើងអញ្ចឹងទៅថាទៅអញ្ចេះតង់ចុះតែទីពិតទីបំផុតទៅយកទៅលក់មកជួញដូរអានេះក៏គ្រោះថ្នាក់ដែរអាហ្នឹងគឺថាជាឧទាហរណ៍អញ្ចឹងប៉ុន្តែចំណុចនេះគឺថាមានចំណុចមួយដែលគួរតែចងចាំថាបើមានករណីបែបហ្នឹងយើងទៅធ្វើម៉េចដំបូងបំផុត
តបងផុតបើមានករណីបែបហ្នឹងយើងសួរថាយើងសុំឲ្យគេបង្ហាញឯកសារគតិយុត្តចង់និយាយថាអ្នកនោះដើររើសពលករមានច្បាប់អនុញ្ញាតដែរឬអត់អាហ្នឹងឯកសារគតិយុត្តនោះបើអត់មានទេគឺប្រាប់ទៅថាអ្នកឯងទៅរកលិខិតនឹងសិនបើគ្មានលិខិតអនុញ្ញាតឲ្យអ្នកឯងដើររើសពលករទេគឺយើងខ្ញុំមិនអាចធ្វើបានទេបាទអាហ្នឹងបោកហើយសូមប្រយ័ត្នអញ្ចឹងព្រោះដើម្បីកុំឲ្យថាពិបាកស្មុគស្មាញទៅសួរទៅថាមានច្បាប់ឯងចាំបង្ហាញមកយើងបង្ហាញយើងសង្ស័យយកទៅប្តឹងរដ្ឋបាលយើងនេះឃុំឯងណាប៉ុស្តិ៍ប៉ូលីសនេះរដ្ឋបាលនេះឲ្យគេជួយមើលអាហ្នឹងវាត្រឹមត្រូវឬមិនត្រឹមត្រូវបើត្រឹមត្រូវអីតែមិនត្រឹមត្រូវតែអើតាក់ទងរឿងសន្តិសុខនៅមូលដ្ឋាននេះវាសំខាន់ណាស់ព្រោះយើងឲ្យនិយមន័យចេះថាបើសន្តិសុខនៅតាមភូមិនីមួយវាល្អប្រែមកថាសន្តិសុខនៅក្នុងឃុំនឹងវាល្អហើយបើក្នុងឃុំនឹងវាល្អក្នុងស្រុកវាល្អហើយបើក្នុងស្រុកវាល្អទាំងអស់គ្រប់ស្រុកខេត្តព្រៃវែងទាំងមូលវាល្អហើយនេះវាទៅអញ្ចឹងទៅអញ្ចឹងប៉ុន្តែបើគ្រប់ភូមិគ្រប់ស្រុកវាមិនល្អខេត្តព្រៃវែងទាំងមូលក៏វាអត់ល្អដែរអត់ល្អដែរអានឹងវាជាឥទ្ធិពលអញ្ចឹងហើយរឿងនេះរឿងភូមិឃុំមានសុវត្ថិភាពនេះសូមមេត្តាយកចិត្តទុកដាក់ទាំងអស់គ្នាហើយពិសេសគឺនគរបាលរដ្ឋបាលហ្នឹងទៅដើរតួជាមួយនឹងថ្នាក់ដឹកនាំឃុំដើរតួដើម្បីនឹងជាមួយភូមិទៀតផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ហើយគាត់ចូលរួមគឺថាយ៉ាងហោចណាស់គាត់ផ្ដល់ព័ត៌មាននឹងចូលរួមហើយកុំឲ្យគាត់លាក់អ្នកដែលរត់គេចខ្លួនប្រព្រឹត្តបទល្មើសនៅកន្លែងនេះកន្លែងនោះហើយមកលាក់ខ្លួននៅកន្លែងយើងដោយសារសាច់ញាតិដោយសារមិត្តភ័ក្តិដោយសារស្អីចឹងទៅយើងលាក់ណាអានឹងអត់ស្រួលទេនេះជាបញ្ហាខ្ញុំបណ្ណាខ្ញុំគិតថាមិនចង់មានយោបល់អីវែងឆ្ងាយទៀតទេប៉ុន្តែបញ្ហាដែលសំខាន់គឺប៉ុណ្ណឹងតើតើនឹងរឿងគោលនយោបាយភូមិឃុំមានរដ្ឋភាពតើតើនឹងការសាងសង់នេះអរគុណឲ្យដំហ៊ីបាវីនិងក្រុមការងារថ្ងៃនេះគាត់មានទុរៈគាត់អត់បានជួយមកទេហើយងាយមិញមើលឯកសារទៅជាពាក់គេ55អត់ទាន់មើលអាកតុយទេ55យី55ស្អីចេះវាមានច្រើនយ៉ាងយល់អី550000ក៏មានដែរ55000ដែរប៉ុន្តែរៀលដុល្លារបាទដុល្លារកាន់ធ្ងន់ធ្ងរដល់សួរទៅថាចុះពីណាដោះស្រាយបើគ្មានអ្នកដោះស្រាយប្រែមកថាហៅមកដល់ដើម្បីជួយដោះស្រាយហើយយើងទៅដឹងខ្លួនហើយប៉ុន្តែដល់ហើយតាឯដល់ពីគាត់ទៅរ៉ាប់រងទាំងស្រុងហើយយើងធូរខ្លួនទៅវិញទៅទេអានឹងមិនលេងមិនសាយដែរទេព្រោះច្រើនហើយជួបពិសោធន៍ច្រើនហើយតែគេជាពាក់គេមិនដឹងធ្វើអីហៅមកដល់ហៅមកតែបានយើងចង់ស្រួលមកដល់គាត់ថៃនឹងជាពាក់គេ10000អញ្ចឹងហើយសុំមកជួយ10000មកអញ្ចឹងយើងទៅសងឲ្យគាត់ទៅហើយធ្វើម៉េចឥឡូវណាប៉ុន្តែនេះអត់ទេគឺអាដាមភីវីគាត់ដោះស្រាយអរគុណណាស់ចំពោះការសាងសង់នេះហើយចូលរួមចំណែកពីសពរដ្ឋជនទាំងអស់ដែលបានចំណាយថវិកាធនធានដើម្បីសាងសង់នៅសមិទ្ធផលនានានៅក្នុងវត្តនេះហើយថ្ងៃនេះព្រះអង្គព្រះមេគុណខេត្តលោកថាសូមស្នើដល់ពាក់មេដៃដល់ប្រមាណ40នាក់ជាង40ហើយលើតាមដំណើរទៅធ្វើម៉េចលើជុំយើងគាត់បំពាក់នៅមានអីរដ្ឋាភិបាលឲ្យហើយណាហើយពួកគាត់ណាជួនអីជួយសមិទ្ធផលនៅកន្លែងនេះប៉ុន្តែជួយអីជួយសមិទ្ធផលនៅកន្លែងផ្សេងមិនចឹងប៉ុន្តែដូចគ្នាកន្លែងណាក៏ដូចណាខ្មែរដូចគ្នាទេ
ទឹកដីខ្មែរគ្នាទេឲ្យតែបានជួយពិតវាសិតល្អទេនឹងគឺអញ្ចឹងសូមអរគុណហើយកណានឹងគោរពទៅតាមសំណើរបស់ព្រះអង្គដែលបានបាញ់មិញហើយចុងក្រោយនេះមានធម្មតាទេគឺបានរៀបចំនៅកុដិកាឡៃមែនតើខ្ចីគេប្រើទេថាកុដិកាឡៃហ្នឹងក៏មិនត្រូវដែរព្រោះមានកុដិកាឡៃណាទៀតប៉ុន្តែគឺក៏ខ្ចីមន្ត្រីនៅកុដិកាឡៃក្រសួងមហាផ្ទៃនឹងប្រើតែកុដិកាឡៃចាស់ពីមុនមកមានថវិកាមួយចំនួនដែលបានបែងចែកដោយខាងក្រោមសម្រាប់សាលាស្រុកប្រស្ដេច1លានរៀលលោកគ្រូពេទ្យ15នាក់ទទួលបានថវិកា20000ម្នាក់មតីលោកគ្រូអ្នកគ្រូ42នាក់ក្នុងម្នាក់20000ដែរយុវជនសសយក50នាក់ក្នុងម្នាក់10000យុវជនកាកបាទក្រហម10000យុវជនកាយរិទ្ធ10000ហើយក្រៅពីនេះមានសិស្សានុសិស្ស332នាក់ក្នុងម្នាក់សិភៅពីក្បាលបិចមួយដើមថវិកា5000រៀលលោកយាយលោកតា100នាក់ក្នុងម្នាក់គណៈសម្ដុំនិងថវិកា10000រៀលចុងបញ្ចប់នេះខ្ញុំគណៈខ្ញុំសូមគិនពរដល់ព្រះគុណព្រះមេគុណខេត្តម្ចាស់អធិការដែលគុណព្រះអង្គអាដាមលោកជំទាវអលោកលោកស្រីសមាជិកសមាជិកានៃអង្គពិធីទាំងមូលសូមជួបប្រទះនៅសេចក្តីសុខដែលចម្រើនហើយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាឆាប់នេះសូមឲ្យទេវតាឆ្នាំថ្មីប្រោះព្រំពរជ័យប្រគេនចំពោះបដិគុណគ្រប់ព្រះអង្គជូនចំពោះអាដាមលោកជំទាវអស់លោកលោកស្រីជូនចំពោះបងប្អូនជនរួមជាតិពុទ្ធបរិស័ទទាំងអស់មានជួបប្រទះតែនៅទីស្រុករៀងបានពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្នាឡើយសូមអរគុណសូមអរគុណ